ស្អីទៅជន់អត់ទេថ្ងៃនេះចង់មកលេង challenge ជាមួយបងប្អូនឲ្យទាយថាកម្រិតស៊ីម៉ាស៊ូតរបស់ Chevrolet Colorado របស់យើងណាបាទឥឡូវហ្នឹងខ្ញុំកំពុងនៅទីរួមខេត្តកាចេះអញ្ចឹងខ្ញុំនឹងបើកបររថយន្តមួយគ្រឿងនេះទៅដល់ក្រុងសួងឥឡូវបងប្អូនទាយណាដីផ្ទង់ប្រហែលជា120ទៅ130គីឡូចង់ដឹងថា100គីឡូស៊ីម៉ាស៊ូតប្រហែលលីត្រឥឡូវតិចទៀតខ្ញុំនឹងតម្លាក់វីដេអូពីនេះទៅដល់សួងឲ្យបងប្អូននឹងឃើញបាទនេះបងប្អូនអញ្ចឹងយើងមានកុងទ័រមួយដើម្បី set trip មើលគីឡូណាអញ្ចឹងយើងចាប់តាមវាស់ពីក្រុងកាចេះទៅក្រុងសួងបាទអញ្ចឹងនឹងតែកម្រិតស៊ីសាំង1លីត្រអញ្ចឹងបងប្អូនឃើញណាបាទអញ្ចឹងយើង set ទៅសូនហើយ trip យើងអញ្ចឹងតិចទៀតបងប្អូននឹងឃើញវីដេអូកម្រិតស៊ីម៉ាស៊ូតទាំងអស់គ្នាបាយបាយហ្នឹងហើយបងប្អូនឥឡូវយើងចាប់ផ្ដើមចេញដំណើរពីកាចេះទៅហើយបងប្អូនបាទហ្នឹងហើយអញ្ចឹងប្រហែលជាខ្ទង់ចន្លោះ1ម៉ោងជាងទៅ2ម៉ោងយើងនឹងទៅដល់ក្រុងសួងហើយអញ្ចឹងយើងជិះឈៀលហាតាមផ្លូវណាបងប្អូនបាទអញ្ចឹងលបឿនជាទូទៅយើងរត់ខ្ទង់ចន្លោះ80គីឡូ80ក្រោមហ្នឹងហើយអញ្ចឹងបងប្អូនឃើញសកម្មភាពណាហ្នឹងហើយតិចទៀតខ្ញុំទៅដល់ខ្ញុំថតវីដេអូបន្ថែមជូនបងប្អូនអូខេបងប្អូនឥឡូវយើងរត់បានខ្ទង់ប្រហែលជា100គីឡូជាងហើយឥឡូវដូចជាចូលមកដល់ទឹកដីត្បូងឃ្មុំហើយបងប្អូនបាទហ្នឹងហើយយើងរត់ពីកាចេះមកមុនហ្នឹងណាអញ្ចឹងឃើញថាការបើកបរមកខ្ទង់100គីឡូជាងហ្នឹងគឺកម្រិតនៃការស៊ីម៉ាស៊ូតគឺល្អខ្លាំងមែនតើបងប្អូននេះបងប្អូនមើល trip ខ្ញុំស៊ូមមើលនេះអញ្ចឹងក្នុង trip 1ហ្នឹងណាអញ្ចឹងចាក់ស្ដែងគីឡូយើងរត់មកគឺបាន104គីឡូហើយបាទអញ្ចឹងកម្រិតស៊ីម៉ាស៊ូតនៅខាងក្រោមហ្នឹង15គីឡូម៉ែត្រក្នុង1លីត្របងប្អូនបាទអញ្ចឹង15គីឡូម៉ែត្រក្នុង1លីត្របងប្អូនដឹងហើយបាទក្នុង1លីត្រយើងជិះបានដល់15គីឡូម៉ែត្រអញ្ចឹងយើង average 100គីឡូស៊ីចន្លោះខ្ទង់ត្រឹមតែ6លីត្រជាងតែប៉ុណ្ណោះបងប្អូនស៊ីក្រោម7លីត្របងប្អូនបាទស្ពេចម៉ាស៊ីន 2.8 លីត្រ turbo បងប្អូនបាទអញ្ចឹងជាម៉ាស៊ីនមួយដែលស្តង់ដារមែនតើបងប្អូនបាទកម្លាំងសេសគឺធំបាទ208សេសហើយកម្លាំងដំមូលឡាននេះរហូតដល់510 Newton ម៉ែត្របងប្អូនបាទអញ្ចឹងតកតទៅនឹងកម្រិត C នេះគឺ C តិចខ្លាំងមែនតើបងប្អូនបាទរកអត់មានទេបងប្អូននៅក្នុងស្រុកខ្មែរបងប្អូនបាទហើយជាពិសេសបងប្អូនស្ពេចនេះគឺជាស្ពេចរបស់អាមេរិកចំបងប្អូនបាទហ្នឹងហើយអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍ឬក៏ចង់សាកសួរព័ត៌មានបន្ថែមបងប្អូនអាចសួរបានបងប្អូនបាទហើយឡានយើងចាប់ផ្ដើមក្នុងអាទិត្យហ្នឹងគឺយើងរត់ទៅខាងកំពង់ធំទៅស៊ីមីបន្ថែមទៀតអញ្ចឹងបងដែលនៅបែកខាងហ្នឹងណាបងប្អូនចង់ដឹង performance ចង់ដឹងកម្លាំងបាទកុំឲ្យបងប្អូនចេះតែនិយាយបងប្អូនអាចណាត់ក្នុងការតេស្តតម្លៃសាកល្បងបានបាទហ្នឹងហើយអរគុណបងប្អូនជំរាបលា